ខ្ញុំសូមបង្ហាញមុខម្ហូបថ្មីគឺឆាខ្ញីត្រីឌៀបគ្រាន់តែឮឈ្មោះម្ហូបមួយនេះស្រក់ទឹកមាត់ហើយខ្ញុំគ្រឿងផ្សំងាយបំផុតបាទមានត្រីឌៀបមានខ្ញីខ្ទឹមសខ្ទឹមក្រហមស្លឹកខ្ទឹមប្រេងខ្យងប៊ីចេកម្សៅស៊ុបស្ករទឹកជាដើមបាទចំណែកខ្ញីវិញយើងដាក់កាន់តែច្រើនកាន់តែល្អពីព្រោះមានក្លិនឈ្ងុយក៏ដូចជាមានរសជាតិហឹរឆ្ងាញ់ពិសាដើម្បីបង្កើនឲ្យជារូបបន្ថែមទៀតយើងអាចទ្រាប់ជាមួយនឹងត្រសក់ការ៉ុតសាឡាត់ជីជាដើមឥឡូវនេះខ្ញុំសូមបង្ហាញពីវិធីធ្វើដំបូងយើងត្រូវលាងសម្អាតត្រីឲ្យស្អាតហាន់ត្រីជាកង់រួចយកទៅបំពងទី2យើងបំពងខ្ទឹមសឲ្យចេញក្លិនឈ្ងុយទី3បំពងខ្ញីរួចចាំយកទៅឆាបាទឥឡូវនេះឃើញថាឆាខ្ញីត្រីឌៀបរបស់យើងនេះជះក្លិនឈ្ងុយមែនទែនបាទក្លិនឈ្ងុយត្រីផងបាទឈ្ងុយខ្ទឹមសផងហើយនឹងឈ្ងុយក្លិនខ្ញីផងបាទក្លិនឈ្ងុយណាស់ឥឡូវរួចរាល់ហើយរសជាតិក៏ពិសេសបាទសូមគ្រប់អញ្ជើញបងប្អូនទាំងអស់គ្នាមកទទួលទានជាមួយខ្ញុំនៅឆាខ្ញីត្រីឌៀប